សួស្តីប្រិយមិត្តជាទីគោរពនិងជាទីស្រឡាញ់នៅក្នុងសប្តាហ៍នេះខ្ញុំនឹងលើកយកសៀវភៅមួយក្បាលដែលមានចំណងជើងថាឪពុកអ្នកមានបង្រៀនកូនអ្នកក្រដែលជាភាសាអង់គ្លេសគេនិយាយថា Rich Dad Poor Dad មកធ្វើការសង្ខេបចែកជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ទុកជាចំណេះដឹងប៉ុន្តែប្រសិនបើប្រិយមិត្តក៏ដូចជាពុកម៉ែបងប្អូនទាំងអស់គ្នាពុំទាន់បានចុច like ក៏ដូចជា subscribe នៅ channel របស់ខ្ញុំបាទទេសូមប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច like ក៏ដូចជា subscribe នៅ channel របស់ខ្ញុំបាទម្នាក់មួយដើម្បីជាកម្លាំងចិត្តជំរុញឲ្យខ្ញុំស្វែងរកនៅសៀវភៅផ្សេងៗដើម្បីលើកយកមកសង្ខេបបម្រើអារម្មណ៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការអានសៀវភៅអញ្ចឹងទេពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែចំណាយពេល4ទៅ10នាទីដើម្បីទទួលបាននូវចំណេះដឹងថ្មីៗជុំវិញពិភពលោកទាក់ទងទៅនឹងគន្លឹះល្អៗដើម្បីអភិវឌ្ឍខ្លួនប៉ុន្តែមុននឹងចូលទៅដល់ប្រធានបទរបស់យើងខ្ញុំក៏សូមលើកយកអំពីប្រវត្តិរឿងរ៉ាវដែលទាក់ទងទៅនឹងអ្នកនិពន្ធនៃសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រដែលភាសាអង់គ្លេសគេនិយាយថា Rich Dad Poor Dad ហ្នឹងមកបង្ហាញទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាបន្តិចកុំឲ្យពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ឆ្ងល់ថាតើសៀវភៅហ្នឹងនិពន្ធដោយអ្នកប្រាជ្ញណាប្រទេសណាអីចឹងទៅហើយបោះពុម្ពផ្សាយនៅក្នុងឆ្នាំណាតាមពិតទៅសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រនេះគឺបោះពុម្ពឡើងដោយលោក Robert T. Kiyosaki ដែលបានសហការជាមួយនឹងអ្នកស្រី Sharon L. Litter ហើយសៀវភៅនេះបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1997ហើយសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រគឺជាសៀវភៅដែលនិយាយអំពីការអប់រំផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងការកសាងទ្រព្យសម្បត្តិដែលបានផ្លាស់ប្ដូរផ្នត់គំនិតមនុស្សរាប់លាននាក់ទូទាំងពិភពលោកសាច់រឿងនេះគឺផ្អែកទៅលើជីវិតពិតរបស់អ្នកនិពន្ធផ្ទាល់ដោយបង្ហាញអំពីការប្រៀបធៀបផ្នត់គំនិតរវាងបរិសុទ្ធ2នាក់ដែលមានឥទ្ធិពលនៅក្នុងជីវិតរបស់គាត់ឪពុកអ្នកក្រគឺជាឪពុកបង្កើតរបស់គាត់ជាមនុស្សដែលមានការអប់រំខ្ពស់ជាមន្ត្រីរាជការតែងតែជួបប្រទះនៅបញ្ហាហិរញ្ញវត្ថុជានិច្ចគាត់តែងតែប្រាប់កូនគាត់ថាកូនត្រូវខិតខំប្រឹងរៀនសូត្រដើម្បីបានពិន្ទុល្អរួចរកការងារណាដែលមានស្ថិរភាពធ្វើដើម្បីសន្សំប្រាក់ទុកឪពុកអ្នកមានជាមនុស្សដែលរៀនមិនចប់ថ្នាក់វិទ្យាល័យប៉ុន្តែជាសហគ្រិននិងជាអ្នកវិនិយោគដ៏ជោគជ័យម្នាក់គាត់បានបង្រៀនថាកុំធ្វើការដើម្បីលុយតែម្យ៉ាងប៉ុន្តែត្រូវឲ្យលុយធ្វើការឲ្យយើងវិញតាមរយៈការប្រៀបធៀបនេះលោក Robert Kiyosaki បានទាញយកមេរៀនសំខាន់ៗចំនួន6ចំណុចដែលឪពុកអ្នកមានបានបង្រៀនគាត់មេរៀនទី1នោះគឺអ្នកមានមិនធ្វើការដើម្បីលុយតែម្យ៉ាងនោះទេអ្នកក្រនិងអ្នកវណ្ណៈកណ្ដាលចំណាយពេលវេលាស្ទើរតែពេញមួយជីវិតរបស់ពួកគេធ្វើការយ៉ាងនឿយហត់ដើម្បីបានប្រាក់ខែនិងជាប់ផងនៅក្នុងវដ្តនៃការភ័យខ្លាចទៀតផងដូចជាការខ្លាចអត់លុយនិងការលោភលន់ចង់បាននៅសម្ភារៈផ្សេងៗផ្ទុយទៅវិញអ្នកមានប្រើប្រាស់គំនិតច្នៃប្រឌិតដើម្បីបង្កើតប្រព័ន្ធឬក៏អាជីវកម្មដែលអាចរកលុយឲ្យពួកគាត់បានទោះបីជាពួកគាត់កំពុងតែសម្រាកកំពុងតែគេងឬក៏លំហែកាយនៅទីណាក៏ដោយលំហូរសាច់ប្រាក់នោះគឺបម្រើនឹងចូលមកក្នុងជីវិតរបស់គាត់គ្រប់ម៉ោងគ្រប់វិនាទីមេរៀនទី2ហេតុអ្វីត្រូវរៀនអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុបញ្ហាមិនមែនស្ថិតនៅលើថាអ្នករកលុយបានប៉ុន្មាននោះទេតែសំខាន់គឺថាតើអ្នកសល់លុយបានប៉ុន្មានចំណុចសំខាន់បំផុតគឺត្រូវចេះបែងចែកឲ្យដាច់រវាងទ្រព្យសកម្មគឺជាទ្រព្យដែលបង្កើតចំណូលនិងដាក់លុយចូលក្នុងហោប៉ៅរបស់អ្នកជារៀងរាល់ថ្ងៃឧទាហរណ៍ថាអចលនទ្រព្យជួលភាគហ៊ុនអាជីវកម្មឬក៏ក្រុមហ៊ុនអីផ្សេងៗចឹងទៅសម្រាប់បំណុលឬក៏ទ្រព្យអសកម្មគឺជារបស់ដែលទាញលុយចេញពីហោប៉ៅរបស់អ្នកឧទាហរណ៍ថាអ្នកទិញឡានទំនើបបង់រំលោះទូរស័ព្ទដៃទំនើបឬក៏ផ្ទះដែលខ្លួនឯងរស់នៅហើយត្រូវបង់ធនាគារជារៀងរាល់ខែអ្នកមានទិញទ្រព្យសកម្មចំណែកឯអ្នកក្រទិញបំណុលដោយគិតថាជាទ្រព្យសម្រាប់មេរៀនទី3គឺយកចិត្តទុកដាក់លើអាជីវកម្មផ្ទាល់ខ្លួនមនុស្សជាច្រើនចំណាយពេលស្ទើរតែពេញមួយជីវិតដើម្បីធ្វើការឲ្យអាជីវកម្មរបស់អ្នកដទៃដើម្បីក្លាយជាអ្នកមានអ្នកត្រូវតែចាប់ផ្ដើមគិតគូរពីការកសាងអាជីវកម្ម
ឬផលវិនិយោគផ្ទាល់ខ្លួនទន្ទឹមនឹងការធ្វើការងារប្រចាំថ្ងៃឲ្យអ្នកដទៃអ្នកគួរតែសាងសង់មូលដ្ឋានគ្រឹះដូចជាទយោទឹកផ្ទាល់ខ្លួនសម្រាប់តភ្ជាប់មកកាន់អាងទឹកនៅឯផ្ទះរបស់អ្នកផងដែរដើម្បីថ្ងៃណាមួយអ្នកលែងចាំបាច់ពឹងផ្អែកទៅលើអាងទឹកពីថៅកែរបស់អ្នកទៀតហើយមេរៀនទី4ប្រវត្តិសាស្ត្រនៃពន្ធនិងអំណាចនៃក្រុមហ៊ុនអ្នកមានយល់ច្បាស់អំពីច្បាប់បង់ពន្ធពួកគេប្រើប្រាស់រចនាសម្ព័ន្ធក្រុមហ៊ុនដើម្បីការពារទ្រព្យសម្បត្តិនិងការកាត់បន្ថយការបង់ពន្ធដោយស្របច្បាប់ខណៈពេលដែលអ្នកស៊ីប្រាក់ខែត្រូវបង់ពន្ធមុនពេលពួកគេទទួលបាននូវប្រាក់ចំណូលទៅទីចំណុចទី5អ្នកមានបង្កើតលុយនៅក្នុងពិភពលោកពិតមនុស្សក្លាហានតែងតែយកឈ្នះមនុស្សឆ្លាតអ្នកមានតែងតែស្វែងរកឱកាសដែលអ្នកដទៃមើលមិនឃើញពួកគេចេះប្រើប្រាស់ភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុដើម្បីបង្កើតវិធីសាស្ត្ររកលុយថ្មីៗជាជាងការអង្គុយរងចាំប្រេងសំណាសម្រាប់មេរៀនទី6គឺធ្វើការដើម្បីរៀនសូត្រមានន័យថាអ្នកទាំងឡាយកុំធ្វើការដើម្បីលុយតែម្យ៉ាងកុំជ្រើសរើសការងារដោយមើលតែលើប្រាក់ខែតែម្យ៉ាងប៉ុន្តែត្រូវជ្រើសរើសការងារណាដែលអាចបង្រៀនអ្នកពីជំនាញថ្មីៗជាពិសេសគឺជំនាញលក់ជំនាញទីផ្សារនិងជំនាញគ្រប់គ្រងជាដើមឡើយការរៀនសូត្រជាការវិនិយោគដ៏ល្អបំផុតសម្រាប់អនាគតសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រមិនមែនជាសៀវភៅដែលប្រាប់ពីវិធីមានដ៏ងាយៗនោះទេប៉ុន្តែវាជាសៀវភៅដែលដាស់តឿនឲ្យយើងផ្លាស់ប្ដូរផ្នត់គំនិតចេញពីការពឹងផ្អែកលើប្រាក់ខែតែមួយមុខងាកមកផ្ដោតលើការអប់រំហិរញ្ញវត្ថុនិងការគ្រប់គ្រងលំហូរសាច់ប្រាក់និងការវិនិយោគលើទ្រព្យសកម្មដើម្បីសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុពិតប្រាកដនេះគឺជាសំណួរដ៏ឆ្លាតវៃមួយនិងគួរឲ្យចាប់អារម្មណ៍មែនទែនការប្រៀបធៀបលុយទៅនឹងទឹកគឺជាវិធីដ៏ល្អបំផុតមួយដើម្បីពន្យល់អំពីទ្រឹស្ដីហិរញ្ញវត្ថុនៅក្នុងអត្ថបទនៃសៀវភៅនេះព្រោះនៅក្នុងភាសាហិរញ្ញវត្ថុគេតែងតែហៅលុយថាជាលំហូរសាច់ប្រាក់ដែលភាសាអង់គ្លេសគេនិយាយថា cash flow យើងអាចប្រៀបធៀបលុយស្មើទៅនឹងទឹកហើយទ្រព្យសម្បត្តិរបស់អ្នកអាចស្មើទៅនឹងអាងស្តុកទឹកខាងក្រោមនេះគឺជាការប្រៀបធៀបមេរៀនសំខាន់ៗទៅនឹងចរន្តទឹកទី1ភាពខុសគ្នារវាងការរកលុយបើយើងធៀបរវាងអ្នកមាននិងអ្នកក្រផ្នត់គំនិតអ្នកក្រពួកគេប្រៀបធៀបដូចមនុស្សដែលយកធុងទឹកទៅដងពីអណ្ដូងជារៀងរាល់ថ្ងៃដើម្បីយកទឹកដែលពួកគេដងបានហ្នឹងមកចាក់ចូលនៅក្នុងអាងស្តុកទឹករបស់ពួកគេថ្ងៃណាដែលពួកគេមានកម្លាំងដើរយួរទឹកថ្ងៃនោះឯងទឹកនៅក្នុងអាងរបស់ពួកគេមានប្រើប្រាស់ប៉ុន្តែថ្ងៃណាដែលពួកគេឈឺឬក៏នឿយហត់ឬក៏រហូតដល់ពួកគេចាស់ជរាទៅមិនអាចទៅដងទឹកបានទេនោះអាងស្តុកទឹករបស់ពួកគេប្រកាសជារីងស្ងួតជាក់ជាមិនខាននេះគឺជាអត្ថន័យនៃពាក្យថាធ្វើការដើម្បីលុយអ្នកមានមិនចំណាយពេលវេលាពេញមួយជីវិតដើម្បីទៅយួរទឹកនោះទេពេលទំនេរពួកគេចាប់ផ្ដើមជីកប្រឡាយនិងតប្រព័ន្ធទយោពីប្រភពទឹកឲ្យហូរចូលមកក្នុងអាងស្តុកទឹករបស់ពួកគេដោយស្វ័យប្រវត្តិដំបូងគឺយើងមើលទៅវាហាក់បីដូចជារៀងនឿយហត់បន្តិចប៉ុន្តែនៅពេលដែលប្រព័ន្ធនេះដើរស្រួលហើយទឹកនឹងហូរចូលក្នុងអាងរបស់ពួកគេជារៀងរាល់ថ្ងៃនេះគឺជាអត្ថន័យនៃពាក្យថាឲ្យលុយធ្វើការដើម្បីយើងវិញចំណុចទី2ខ្ញុំនឹងលើកយកទ្រព្យសកម្មនិងបំណុលចំណុចនេះគឺសំខាន់បំផុតនៅក្នុងសៀវភៅដែលយើងមើលឃើញយ៉ាងច្បាស់តាមរយៈប្រព័ន្ធទឹកដែលជាទ្រព្យសកម្មគឺជាទយោទឹកដែលហូរចូលវាជាប្រព័ន្ធដែលនាំទឹកបន្ថែមចូលមកក្នុងអាងរបស់អ្នកជារៀងរាល់ថ្ងៃឧទាហរណ៍ថាការមានតូបអាជីវកម្មដែលដំណើរការល្អការជួលអចលនទ្រព្យឬក៏ភាគហ៊ុនដែលបង្កើតចំណូលប្រចាំខែដល់អ្នកវាប្រៀបដូចជាអ្នកមានទយោទឹកល្អមិនមានកន្លែងធ្លុះធ្លាយហើយទឹកក៏ហូរចូលមកក្នុងអាងរបស់អ្នកកាន់តែឆាប់ពេញផងដែរសម្រាប់បំណុលគឺជារុនធ្លុះធ្លាយឬក៏ទយោទឹកដែលហូរចេញហ្នឹងវាជាអ្វីដែលបូមទឹកចេញពីអាងរបស់អ្នកជារៀងរាល់ថ្ងៃឧទាហរណ៍ថាការបង់រំលោះសម្ភារៈនិយមទូរស័ព្ទស៊េរីថ្មីឬក៏រថយន្តទំនើបដែលមិនបានបម្រើដល់ប្រាក់ចំណូលរបស់អ្នកក្រនិងអ្នកវណ្ណៈកណ្ដាលតែងតែខំប្រឹងយួរទឹកមកចាក់ចូលក្នុងអាងរបស់ពួកគេយ៉ាងនឿយហត់ជារៀងរាល់ថ្ងៃក៏ប៉ុន្តែអាងនោះមានសត្វតែរុនធ្លុះធ្លាយទៅអាងទឹករបស់ពួកគេនឹងមិនចេះពេញសោះសម្រាប់ចំណុចទី3ការយកចិត្តទុកដាក់លើអាជីវកម្មផ្ទាល់ខ្លួនប្រសិនបើអ្នកធ្វើការឲ្យគេស៊ីប្រាក់ខែគេនោះ
មានន័យថាអ្នកកំពុងយកកម្លាំងទៅយួរទឹកចាក់ចូលក្នុងអាងទឹករបស់ថៅកែអ្នក មិនមែនអាងទឹករបស់អ្នកនោះទេ នៅក្នុងអត្ថបទនេះមិនហាមឃាត់ការធ្វើការងារនោះទេ ប៉ុន្តែបានដាស់តឿនថាទន្ទឹមនឹងការជួយចាក់ទឹកចូលទៅក្នុងអាងថៅកែរបស់អ្នកគួរតែឆ្លៀតពេលវេលានឹងសាងសង់ទយោទឹកផ្ទាល់ខ្លួនរបស់អ្នកផង សម្រាប់តភ្ជាប់មកកាន់អាងទឹកនៅផ្ទះរបស់អ្នក ដើម្បីថ្ងៃណាមួយអ្នកលែងចាំបាច់ពឹងផ្អែកទៅលើអាងទឹកពីថៅកែរបស់អ្នកទៀត រីឯចំណុចទី4វិញគឺការរៀនសូត្រ ការដែលចេះត្រឹមតែមុខជំនាញវិជ្ជាជីវៈគឺប្រៀបដូចជាការរៀនពីវិធីយួរទឹកឲ្យបានលឿន និងបានច្រើនធុងតែប៉ុណ្ណោះ ប៉ុន្តែចំណេះដឹងហិរញ្ញវត្ថុដែលឪពុកអ្នកមានបង្រៀនគឺប្រៀបបានដូចជាការរៀនធ្វើជាវិស្វកររៀបចំប្រព័ន្ធទឹក ដែលដឹងច្បាស់អំពីរបៀបថែទាំអាងមិនឲ្យលេចធ្លុះធ្លាយ និងរបៀបពង្រីកទយោទឹកឲ្យហូរចូលកាន់តែខ្លាំង សរុបមកគោលដៅចម្បងនៃសៀវភៅនេះគឺចង់ឲ្យអ្នកក្លាយជាម្ចាស់នៃប្រព័ន្ធទយោទឹកដ៏រឹងមាំមួយ ដែលធានាថាអាងស្តុកទឹករបស់អ្នកនឹងមានទឹកប្រើប្រាស់ជានិច្ចជានិរន្តរ៍ ទោះបីជាអ្នកត្រូវឈប់សម្រាកដើម្បីទៅលេងកីឡាជួបជុំមិត្តភ័ក្តិឬចំណាយពេលជាមួយគ្រួសារក្តី ក៏អ្នកនៅតែមានទឹកប្រើប្រាស់ជារៀងរហូត ហើយដូច្នេះហើយនៅក្នុងអត្ថបទនេះគឺគេចង់ឲ្យអ្នកពិចារណាអំពីមេរៀនជីវិតមួយដែលឪពុកអ្នកមានបង្រៀនកូនអ្នកក្រឲ្យយល់ដឹងឲ្យចេះកសាងនៅមូលដ្ឋានគ្រឹះ ដើម្បីកុំឲ្យខ្លួនធ្វើការដើម្បីតែលុយមួយមុខតែម្យ៉ាង គឺមានន័យថាឲ្យកូនរបស់គាត់នឹងរៀនធ្វើការបង្កើនចំណេះហើយឲ្យលុយបម្រើដល់ខ្លួនឯងវិញ ខ្ញុំសង្ឃឹមថាបន្ទាប់អំពីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបានចំណាយពេលវេលាដ៏បន្តិចបន្តួចនេះស្ដាប់នៅប្រធានបទដ៏មានសារៈសំខាន់មួយនេះហើយ នឹងទទួលបាននៅចំណេះដឹងថ្មីៗល្អៗក៏ដូចជាគន្លឹះមួយដែលបណ្ដុះនៅសតិស្មារតីរបស់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាឲ្យមានកម្លាំងចិត្ត មានភាពរឹងមាំនៅក្នុងការប្រកបកិច្ចការងារនិងអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្លួនឯង ចឹងទេជាចុងក្រោយខ្ញុំក៏សូមជូនពរជ័យទៅដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជួបប្រទះតែនឹងក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាសូមអរគុណ